Hey guys, welcome back 99 ឥឡូវនេះខ្ញុំមកបង្ហាញម៉ូតូមួយប្រភេទគឺជាប្រភេទម៉ូតូ Harley Davidson Roguelite ឆ្នាំ2015 Motherfucker, I've been mortified, 45, feeling like a Mordecai. I ain't regular, feel like Jordan wearing 45. Sounding like a real nigga anthem. Shawty saw my wallet, now she think a nigga handsome. Whoa, telling me she wanted me to hammer. Trying to get saved, baby, I am not the answer. No, I can never trick on the bitch, unless the bitch is my bitch with a kiss on my lips like. ហើយម៉ូតូមួយគ្រឿងនេះដូចយើងឃើញអញ្ចឹងពណ៌រាងប្លែកជាងរាល់ដងដោយសារតែម៉ូតូមួយនេះគឺបានធ្វើការ upgrade ជាច្រើនមានដូចជាការផ្លាស់ប្ដូរកាបូនដៃលេងឈ្នាន់លេងប្រភេទខាច់ស្វាការពារហើយក៏រួមទាំងជាមួយនឹង sticker ផងដែរដែលយើងឃើញបែបពណ៌បៃតងបែបខៀវឥឡូវនេះខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាពីផ្នែកខាងលើមុនអញ្ចឹងយើងឃើញមាននៅផ្នែកខាងលើមានការផ្លាស់ប្ដូរជាមួយនឹងកញ្ចក់លេងពណ៌ខ្មៅ Linus ហើយក៏មានជាមួយនឹងប្រភេទដៃលេង FM កញ្ចប់ដៃ Graph អេក្រង់ monitor Chigi AIO 5 EVO រួមផ្សំជាមួយនឹងយើងមកមើលនៅផ្នែកខាងធុងសាំងមានការផ្លាស់ប្ដូរជាមួយនឹងក្របធុងសាំង Gold ហើយក៏មានកាបូនគ្របពីលើផងដែរហើយសម្រាប់ប្រភេទមួយគ្រឿងនេះគឺជាប្រភេទ bigger style អញ្ចឹងដូចខ្ញុំនិយាយប្រាប់អ្នកនរគ្នាអញ្ចឹងផ្នែកខាងក្បាលគឺវារាងធំសម្រាប់អ្នកចូលចិត្តបែបសាច់ដុំអីគឺត្រូវខ្លាំងហ្មងហើយការរចនាបថនៅផ្នែកខាងមុខយើងឃើញអញ្ចឹងគឺផ្លាស់ប្ដូរសុំចង្គៀងទៅជាប្រភេទភ្លើងបាចា design LP6 ចំនួន2គ្រាប់ S1 ចំនួន1គូសងខាងហើយយើងក៏មិនភ្លេចជាមួយនឹងផ្នែកចំហៀងយើងមើលទៅក្បាលវារាងធំហើយក៏មានជាមួយនឹងកបាំងកបោនកាបូបមុខយើងកន្លែងមើលផ្នែកខាងកម្មគឺយើងឃើញមានថាហ្វ្រាំងក៏ដូចជា different គឺ original ដដែលហើយនៅផ្នែកខាងខាច់ស្វាយើងឃើញអញ្ចឹងមានជាមួយនឹងភ្លើងបាចា S4 slider gold យើងឃើញហើយយើងចូលមកមើលផ្នែក air filter គឺជា air filter កញ្ចក់បែប CNC ជាមួយនឹងឈុតតំណហ្វ្រាំងគឺបោះ OG ហើយក៏យើងឃើញមានជាមួយនឹងស៊ីម៉ាំងលេង performance គឺជា performance Gracie 99ដែលយើងអាច custom នៅ Gracie បានហើយក៏យើងនេះដូចខាងមុខដែរខាច់ស្វាជាមួយនឹង slider ពវល់បានចំនួន2ការពារធុងផ្នែកក្រោយឲ្យវាមានស្ថិរភាពពេលយើង slide អីគឺវាអាចជួយទប់នឹងយើងបានច្រើនហើយយើងឃើញនៅខាងក្រោយជាមួយនឹងកែបសម្រាប់ទប់អ្នកខាងក្រោយប្រភេទ CNC មានឯប៉ុងបូមអូក្លេនដូចរដងអញ្ចឹងហើយក៏មានជាមួយនឹងកាបូន fiber កបាំងផុកក្រោយផងដែរហើយសម្រាប់ frank គាត់គឺ original គឺគាត់អត់បានផ្លាស់ប្ដូរទេអញ្ចឹងយើងមកមើលផ្នែកកែវក៏មានការ custom តម្រូវជាមួយនឹងម្ចាស់ម៉ូតូផងដែរតែយើងមកមើលផ្នែកចំហៀងខាងឆ្វេងម្ដងព្រោះអីនៅផ្នែកចំហៀងខាងឆ្វេងគឺយើងមានការផ្លាស់ប្ដូរច្រើនក៏ដូចជាផ្នែកខាងស្ដាំដែរហើយជាមួយនឹងផ្នែកខាងឆ្វេងយើងឃើញអញ្ចឹងតំណប់ជាន់ហ្វ្រាំងឆ្កឹះលេខហើយក្រោមជាមួយនឹង cover របស់ US ដែលយើងឃើញអញ្ចឹងនេះក្រោមលេងឈ្នាន់ខាងក្រោយសម្រាប់ប្រភេទ slider ដែលខ្ញុំបញ្ជាក់ប្រាប់អញ្ចឹងគឺជាមួយនឹង slider ពវល់បានហើយនឹងខាច់ស្វាភ្លើងបាចា RX4 ហើយយើងឃើញអញ្ចឹងនៅលើម៉ូតូមួយគ្រឿងនេះគឺមានការផ្លាស់ប្ដូរច្រើនគួរសមដែរតែបើយើងមើលពីខាងក្រៅគឺការផ្លាស់ប្ដូរដូចជាសាមញ្ញទេប៉ុន្តែបើពេលយើងលម្អិតមើលមួយគឺយើងឃើញថានៅផ្នែកច្រើនកន្លែងដែលមានការបានធ្វើការផ្លាស់ប្ដូរហើយសម្រាប់អ្នកនរគ្នាមានចំណាប់អារម្មណ៍ទាក់ទង
ជាមួយនឹងការ check ក៏ដូចជាចង់ upgrade ម៉ូតូផ្សេងប្រភេទ Harley ឬក៏ model big bike ផ្សេងទៀតអាចមក Garage បានអញ្ចឹងនៅផ្នែកខាងឆ្វេងដូចទៅផ្នែកខាងស្ដាំដែរដែលយើងមានការផ្លាស់ប្ដូរជាមួយនឹងតំណប់ជាន់ក៏ដូចជាកឹះលេខ OG ហើយជាមួយនឹង cover ផ្នែកខាងម៉ាស៊ីនគឺជាប្រភេទ CNC ផងដែរជាមួយនឹង style ហើយឈ្នាន់ខាងក្រោយក៏ OG ផងដែរដូចនឹងផ្នែកខាងស្ដាំទាំងអស់និយាយរួមហើយនៅលើម៉ូតូនេះដូចយើងឃើញអញ្ចឹងទាំងពណ៌ទាំងការ design ដែលម្ចាស់គាត់ចូលចិត្តនិយាយរួមម៉ូតូមួយគ្រឿងមិនមែនគ្រាន់ថាយើងរៀបចំឲ្យតែរួចពីដៃទេគឺអាចបញ្ជាក់អំពីអត្តសញ្ញាណរបស់ម្ចាស់ម៉ូតូថាគាត់ចង់បានបែបម៉េចព្រោះអីម៉ូតូមួយគ្រឿងវាអាចសម្គាល់បានពីថាម្ចាស់គាត់ចូលចិត្តបែបម៉េចឲ្យដឹងទាំងអស់គ្នាហើយអូខេឥឡូវនេះខ្ញុំ start សិនឲ្យអ្នកនរគ្នាបានស្ដាប់សំឡេងមុនពេលយើងបិទ closing video មុនដំបូងយើងបើកយើងឃើញភ្លើងនៅផ្នែកខាងមុខអញ្ចឹងហើយយើងបើកម៉ាស៊ីនដំណើរការបានស្រួលគឺយើងធ្វើការ start ម៉ាស៊ីនដើម្បីយើងបានស្ដាប់សំឡេងម៉ាស៊ីនម៉ូតូថាវាមានសំឡេងខ្លាំងបែបម៉េចតោះតោះពីអ្នកទាំងអស់គ្នាស្ដាប់សលេងហើយគឺមានអារម្មណ៍ថាម៉េចដែរហើយសលេងដូចរាល់ដងហ្នឹងគឺសម្រាប់ម៉ូតូមួយគ្រឿងគឺកាចខ្លាំងយកមែនតើហ្មងដោយសារតែ performance ជាមួយនឹងការ upgrade ស៊ីម៉ាំងដែល custom ដោយ Garage ហើយសម្រាប់ដូចខ្ញុំនិយាយរាល់ដងគឺអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ក៏ដូចជាចង់ add accessory ផ្សេងឬក៏ចង់តុបតែងបែបម៉េចអាចពិភាក្សាមកកាន់ Garage បានហើយអូខេ កុំភ្លេច like comment subscribe channel Garage 99ដើម្បីទទួលទស្សនាវីដេអូបន្ត